តាមមានអ្វីកើតឡើងបើសិនបើ Luffy រួមដៃគ្នាជាមួយនឹង Tanjiro រួចចូលទៅលុកលុយនៅក្នុងពិភព Naruto សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy ហើយថ្ងៃនេះផងដែរយើងត្រឡប់មកជួបគ្នាជាមួយនឹងវីដេអូថ្មីអូខេហើយវីដេអូថ្ងៃនេះគឺវារៀងប្លែកបន្តិចដោយសារតែយើងយកតួអង្គពីរនាក់ចូលទៅក្នុងពិភពមួយអញ្ចឹងណាអញ្ចឹងគឺវារៀងប្លែកជាងវីដេអូមុនអូខេហើយយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តកុំភ្លេចចុច like subscribe មកលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយនិយាយទៅខ្ញុំមានអរគុណអ្នកទាំងអស់គ្នាក្រៅពីអ្នកទាំងអស់គ្នា subscribe មកលើ channel ខ្ញុំទេហើយបើអ្នកទាំងអស់គ្នា subscribe ហើយកុំភ្លេចចុច like ម្នាក់មួយផងហ្នឹងឯងដើម្បីនៅពេលអ្នកទាំងអស់គ្នា like ទៅគឺវាថាវីដេអូខ្ញុំវា load ទៅដល់អ្នកផ្សេងដែលគាត់បានមើលវីដេអូខ្ញុំដែរអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចុច like ម្នាក់មួយទៀតហើយបើសិនអ្នកចិត្តល្អមិនអ្នកទាំងអស់គ្នាអង្គុយមើលឲ្យដល់ចប់ទៅហ្នឹងឯងខ្ញុំអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើហើយសម្រាប់សាមអ្នកទាំងអស់គ្នាគឺខ្ញុំដាក់យកកំ pl ែងនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តអូខេចឹងកុំឲ្យខាត់ពីយូរយើងទៅទស្សនាទាំងអស់គ្នា let's go ការចូលនៅក្នុងពិភព Naruto វាគឺជារឿងមួយដែលចម្លែកខ្លាំងមែនតើដែលថ្ងៃនេះយើងនឹងនិយាយអំពី Luffy ជាមួយនឹង Tanjiro ចូលទៅក្នុងពិភព Naruto ឧទាហរណ៍ថាបើសិនបើពួកគេទាំងពីរនាក់នេះត្រូវមាននរណាគេម្នាក់ប្រើបច្ចេកវិទ្យាដ៏ឆ្លាតវៃមួយដូចជា Kamui របស់ Kakashi ឬក៏បច្ចេកវិទ្យា Mokuton ដើម្បីទាញចម្លងភពហើយនៅពេលដែលពួកគេដឹងខ្លួនគឺពួកគេកំពុងតែស្ថិតនៅក្នុងពិភព Naruto ទៅហើយកម្លាំងនឹងការតែងតាំងចំពោះ Luffy វិញគឺមានកម្លាំងផ្ទាល់ខ្លួនគឺកម្លាំងអំពី Gomu Gomu no Mi Hito no Mi Model Nika ហើយបំផុសពីភាពល្អិតនិងក៏ភាពរឹងមាំដ៏ខ្លាំងរបស់គាត់ដោយសារកម្លាំង Haki ដូចជា Observation Haki Armament Haki និង Kongoro Haki គាត់អាចប្រើវាការពារខ្លួនពី Ninjutsu ឬ Taijutsu បានការប្រើ Kongoro Haki អាចធ្វើឲ្យស្ទើរទាំង Chunin និង Chunin ដែលអន់ចោលស្មារតីចំណែកឯការប្រយុទ្ធវិញ Luffy នឹងប្រើជាមួយនឹង Jet Pistol និង Gear ទី4របស់គាត់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង Shinobi ដូចជា Rock Lee Neji និង Naruto ផងដែរហើយ Naruto និង Sasuke នឹងភ្ញាក់ផ្អើលពេលឃើញពិភពលោកផ្លាស់ប្ដូរពិសេសរូបរាងរបស់ Luffy អ្នកទាំងអស់គ្នាក៏ប្រកាសជាដឹងហើយថា Tanjiro គឺគាត់មានជាមួយនឹងក្បាច់ខ្យល់របស់គាត់ហើយយើងមកទស្សនាយើងមកស្ដាប់អំពីការប្រើប្រាស់និងការប្រយុទ្ធរបស់ Tanjiro វិញម្ដងយើងដឹងហើយថា Tanjiro គឺមានជាមួយនឹង Bridge of the Sun ដែលគឺជាបច្ចេកទេសមួយដែលធ្វើឲ្យគាត់ខ្លាំងបើសិនបើគាត់ចូលទៅក្នុងពិភព Naruto គាត់អាចប្រើជាមួយនឹង Bridge of the Sun ដើម្បីប្រយុទ្ធជាមួយនឹង Shinobi ដែលមានល្បឿនលឿនដូចជា Minato ជាដើមហើយចំណែកការប្រយុទ្ធវិញគឺ Tanjiro មានជាមួយនឹង Nichirin Blade ដើម្បីកាត់ Jutsu របស់ Shinobi ដែលគាត់មានបច្ចេកទេសពី Taijutsu ចំណែកឯបច្ចេកទេស Hinokami Kakura ដែលនឹងធ្វើឲ្យវាមានប្រយោជន៍ច្រើននៅក្នុងការប្រយុទ្ធប្រឆាំងដូចជា Itachi Genjutsu ជាដើមផងដែរអូខេអញ្ចឹងបន្ទាប់ពីយើងនិយាយពីសមត្ថភាពរបស់ Luffy និង Tanjiro រួចរាល់ហើយយើងមកធ្វើការស្ដាប់អំពីស្ថានភាពនិងការតម្រូវរបស់គេតែម្ដងទៅដោយ Hokage Naruto នឹងទទួលស្គាល់ថា Luffy និង Tanjiro មិនមែនជាសត្រូវរបស់ពួកគេទេហើយ Naruto គឺចង់បានពួកគេធ្វើជាមិត្តភក្តិថ្មីផងដែរដែលគ្រាន់តែគាត់ចង់រកអំពីក្បាច់គុណថ្មីពីពួកគេចំណែកឯ Sasuke វិញគឺនឹងសាកល្បងប្រយុទ្ធជាមួយ Luffy និង Tanjiro ដើម្បីដឹងអំពីបច្ចេកទេសនិងសមត្ថភាពរបស់គ្នាទៅវិញទៅមកអញ្ចឹងគឺយើងអាចស្វាបានដែររីឯ Sakura វិញគឺគាត់អាចនឹងចង់ចេះ Breeze Technique ដើម្បីព្យាបាលអ្នករងរបួសកថាបានបន្ទាប់ពីការរាប់អានគ្នានិងការស្គាល់គ្នាហើយយើងទៅនិយាយអំពីការប្រយុទ្ធជាមួយនឹង Ninja Akatsuki ម្ដងឧទាហរណ៍បើសិនជា Ninja Akatsuki ចាប់អារម្មណ៍មកលើកម្លាំងរបស់ Luffy និង Tanjiro ពួកគេនឹងប្រយុទ្ធជាមួយនឹងគ្នាឧទាហរណ៍ថាបើសិនបើ Pain សាកល្បងប្រើជាមួយនឹង Rinnegan ដើម្បីគេចពីការចម្លងកម្លាំងរបស់ពួកគេតែពួកគេនឹងមានអីកើតឡើងទៅបើសិនបើ Rinne កើតឡើងពិតមែននោះ Luffy Tanjiro និង Naruto គឺអាចនឹងរួមបញ្ចូលគ្នាយើងអាចឃើញជាមួយនឹងការរួមបញ្ចូលគ្នារវាង Haki Breathing Technique ជាមួយនឹង Chakra Control ផងដែរក្នុងការពង្រឹងភាពសាំងរបស់ពួកគេអាចប្រើប្រាស់សមត្ថភាពពិសេសទាំង3នេះដើម្បីប្រយុទ្ធជាមួយនឹងសត្រូវបានធំជាច្រើនវាជារឿងដែលគួរឲ្យចាប់អារម្មណ៍មួយដែរបើសិនជា Tanjiro គាត់សិក្សា Taijutsu ជាមួយនឹង Rock Lee ចំណែកឯ Luffy វិញគឺគាត់ប្រើ Haki ដើម្បីបង្កើនការប្រយុទ្ធរបស់គាត់ Tanjiro ជាមួយនឹង Luffy នឹងក្លាយទៅជាកម្លាំងដ៏អស្ចារ្យដើម្បីព្រួជាមួយនឹង Akatsuki ឬ Shinobi ដទៃទៀតក៏អាចថាបានដែរទាំងអស់គ្នាសាកគិតមើលជាមួយនឹងខ្ញុំមួយទៀតឧទាហរណ៍ថាបើសិនជា Monkey D. Luffy ដែលត្រូវជាអនាគតស្ដេចចៅសមុទ្ររួមគ្នាជាមួយនឹង Commando Tanjiro ដែលជាអ្នកប្រយុទ្ធម្នាក់ដែលមានកម្រិតខ្ពស់នៃ Breath of the Sun ហើយរួមគ្នាជាមួយនឹង Naruto Uzumaki ដែលត្រូវជា Hokage នៅក្នុងពិភព Naruto ហើយពួកគេទាំង3នាក់បានរួមដៃគ្នាដើម្បីប្រយុទ្ធជាមួយនឹង Madara Uchiha តើវានឹងមានរឿងដែលគួរឲ្យភ្ញាក់ផ្អើលណាកើតឡើងទៅយើងនិយាយអំពីការត្រៀមខ្លួនរបស់ពួកគេតែម្ដងទៅNaruto គឺគាត់នឹងប្រើ Shake of the Six Punch Mode ដើម្បីបញ្ជូនចក្រាទៅឲ្យ Luffy និង Tanjiro ហើយ Luffy វិញគាត់នឹងប្រើ Gear ទី5របស់គាត់ដែលជា Model Nika Form ដែលប្រើ Kongoro Haki ដើម្បីបំផ្លាញ
ជាមួយនឹងស្មារតីរបស់ Madara ចំណែកឯ Tanjiro វិញគឺគាត់នឹងបង្កើតការលេង Breathing Style ដ៏អស្ចារ្យមួយជាមួយនឹងចក្រណា Control ដែល Naruto បានផ្ដល់ឲ្យដើម្បីបំបែក Susanoo របស់ Madara ដោយកាំភ្លើង Hinokami Kakura ដ៏តក់ស្លុតហើយការប្រយុទ្ធដ៏ពិសេសក៏បានចាប់ផ្ដើម Madara នឹងប្រើជាមួយនឹង Perfect Susanoo ដើម្បីទប់ស្កាត់ពួកគេចំណែក Luffy នឹងប្រើសមត្ថភាព Gumo Gumo no Mi របស់គាត់ដ៏អស្ចារ្យដើម្បីវាយប្រហារទៅលើ Susanoo របស់ Madara នៅខណៈពេលនោះ Tanjiro នឹងលួចចូលតាមចន្លោះទ្វារកាត់តាមច្រវាក់ Susanoo ដោយ Sun Freezing បន្ថែមនោះ Naruto នឹងប្រើជាមួយនឹង Rasengan របស់គាត់និង Kurama Avatar ដើម្បីឲ្យកម្លាំងរបស់ Luffy និង Tanjiro កាន់តែខ្លាំងផងដែរបន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងសេចក្តីទន្ទឹងរង់ចាំចុងក្រោយ Madara ត្រូវបានវាយបំបែកដោយ Gear ទី5របស់ Luffy បន្ថែមជាមួយនឹង Sun Freezing Slash របស់ Tanjiro ក៏ដូចជា Rasen Shuriken របស់ Naruto ផងដែរជាចុងក្រោយ Madara ទទួលស្គាល់ថាពួកគេទាំង3នាក់គឺមានសមត្ថភាពខ្លាំងហើយនៅពេលនោះពួកគេទាំង3នាក់នឹងក្លាយទៅជាមិត្តភក្តិល្អរបស់ Naruto បន្ទាប់ពី Sasuke ផងដែរហើយជាចុងក្រោយពួកគេទាំង3នាក់ក៏ត្រឡប់ទៅភូមិស្លឹកឈើវិញហើយក៏ទៅញ៉ាំមីជាមួយនឹង Naruto អញ្ចឹងទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហើយអធិស្ឋានមកលើខ្ញុំព្រោះវីដេអូនេះវារៀងកំ pl ែងខ្លះហើយនឹងបូករួមរឿងរ៉ាវខ្លះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តអូខេដូចជា subscribe មកលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយមួយទៀតគឺខ្ញុំសូមអធិស្ឋានអ្នកទាំងអស់គ្នាឡើងមែនតើចំពោះសលេងញ៉ៃញ៉ៃនៅក្នុងវីដេអូនេះហើយនឹងបញ្ហាសលេងព្រោះខ្ញុំទទួលស្គាល់ថាវីដេអូខ្ញុំគឺអត់សូវមានសលេងល្អប្រហែលទេដោយសារតែខ្ញុំប្រើជាមួយនឹងឧបករណ៍សូត្រសលេងនោះវាមិនសូវល្អហ្នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានមកកាន់ខ្ញុំហើយជ្រាបនៅក្នុងចុងវីដេអូនេះគឺខ្ញុំសូមណែនាំទៅលើ channel ថ្មីរបស់ខ្ញុំមួយដែលមានឈ្មោះថា Ultra Boy Gaming ដែល channel នេះខ្ញុំនឹងធ្វើការផុសអំពី game ឬក៏ live ជាមួយនឹងវីដេអូ game នៅលើ channel មួយហ្នឹងអូខេចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានហើយចូលចុច subscribe ទៅលើ channel ហ្នឹងម្នាក់មួយអូខេអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ